ចូលមកដល់កូដទី2យើងសិក្សាតាក់ទងទៅនឹងការគ្រប់គ្រងទៅលើស្តុកទំនិញដូចគ្នាហើយយើងប្រើប្រាស់ array ដូចគ្នាប៉ុន្តែយើងប្រើប្រាស់ is លក្ខខណ្ឌ is ដើម្បីធ្វើការពិនិត្យទៅលើការបញ្ជាទិញនៅក្នុងកូដនេះយើងចង់បានថាពេលដែលអតិថិជនទិញគឺมันអាចទិញទំនិញលើសពីចំនួនដែលនៅក្នុងឃ្លាំងបានឡើយរាល់ការទិញនីមួយៗយើងត្រូវកាត់បន្ថយស្តុកដោយស្វ័យប្រវត្តិអញ្ចឹងឥឡូវយើងមកធ្វើការចាប់ផ្ដើមសរសេរកូដ step ទី2ទាំងអស់គ្នាមកដល់កូដបន្ទាប់គឺយើងមានជាមួយនឹងទិន្នន័យដែលជាយើងតំណាងឲ្យ stock អញ្ចឹង stock ហ្នឹងគឺតំណាងឲ្យទំនិញដែលនៅក្នុង stock អញ្ចឹងទំនិញនៅក្នុង stock ហើយវាមាន index 1វាអញ្ចឹងវារាប់ចាប់ពីលេខ10 50 30 20វាតំណាងឲ្យលេខ10ហ្នឹងតំណាងឲ្យ laptop នេះអញ្ចឹងតម្លៃទំនិញនៅក្នុង stock របស់យើង laptop មានចំនួន10 50 ម៉ៅនេះចំនួន50ចំណែកឯ keyboard ចំនួន30ហើយនឹង monitor នេះខាងលើនេះគឺចំនួន20ចំណែកឯកូដមួយជួរនេះគឺគេចង់មានន័យថាពេលដែលទំនិញពេលដែលអ្នកប្រើប្រាស់គាត់ទិញទំនិញពីក្នុង stock របស់យើងអស់ពី stock ហើយវានឹងបង្ហាញនៅកូដ cannot buy more than available stock នេះជាដើមអញ្ចឹងរាល់ការទំនិញអស់គឺវានឹងធ្វើការបង្ហាញនៅប៉ុណ្ណេះដើម្បីប្រាប់ user ថាទំនិញក្នុង stock អត់មានទេអញ្ចឹងណាអញ្ចឹងកូដមួយខ្សែខាងក្រោមនេះគឺចង់មានន័យថាយើងអាចគណនាថ្លៃទំនិញជាក់ស្ដែងបន្ទាប់ពីកាត់ភាគរយបញ្ចុះតម្លៃនិងចំនួនដែលយើងទិញមានន័យថាយើងគុណចំនួនដែលយើងទិញហើយចំណែកឯ grade total បូកស្មើtotal នេះគឺគេចង់មានន័យថាយើងបូកតម្លៃទំនិញដែលទំនិញហ្នឹងគឺជាទំនិញថ្មីចូលទៅក្នុងតម្លៃសរុបទាំងអស់ចំណែកឯកូដខាងក្រោមនេះគឺ stock ហើយវាមានប៉ុណ្ណេះគឺគេចង់មានន័យថាយើងកាត់បន្ថយចំនួន stock ពីក្នុងឃ្លាំងដែលយើងទិញហើយចំណែកឯខាងក្រោមនេះបន្ទាប់ទៀតគឺកន្លែង console.write line ហើយមាន process total នេះហើយយើងមានជាមួយនឹង total អញ្ចឹងប៉ុណ្ណេះគឺយើងបង្ហាញផលិតផលដែលនៃការទិញទំនិញជូនអតិថិជនក្រោមបន្ទាប់ទៀតគឺយើងប្រើ console.write line ហើយបន្ទាប់មក console.write បន្ទាប់មកយើងប្រាប់ user ថាគឺ user ថាចង់ធ្វើការទិញទំនិញបន្ថែមទៀតបើទិញយើង user គាត់សរសេរ survive ទៅ add ទំនិញបន្ថែមទៀតបើ user ចង់ទេសរសេរ n
មានន័យថា user បន្ថយមានន័យថាទិញអញ្ចឹងបន្ទាប់ពី user គាត់ press on ហើយយើងត្រូវធ្វើការបង្ហាញទំនិញទាំងអស់អញ្ចឹងដើម្បីបង្ហាញទំនិញទាំងអស់នោះបានយើងចូលទៅធ្វើការសរសេរនៅកូដបន្ទាប់ទៀតអញ្ចឹងនៅក្នុងកន្លែងនេះមានន័យថាគ្រាន់តែ user គាត់បញ្ចូលបង្ហាញយើងអាចធ្វើការនៅក្នុងកូដមិញហ្នឹងគឺបើសិនជាយើងដាក់ប៉ុណ្ណេះវានឹងបង្ហាញកន្លែង process total ទេអញ្ចឹងយើងអត់ទាន់បានធ្វើការបង្ហាញជាមួយនឹងផលិតផលដែល user គាត់ធ្វើការទិញសរុបទាំងអស់ហើយអញ្ចឹងយើងចូលទៅវីដេអូបន្ទាប់ដើម្បីបង្ហាញតែផលិតផល user ដែល user គាត់ទិញសរុបទាំងអស់អញ្ចឹងគាត់ទិញប្រមាណផលិតផលយើងបង្ហាញប៉ុណ្ណឹង